ស្ងាត់កពតចង់ហើយសមិទ្ធផលថ្មីមួយទៀតហើយអ្នកយើងណាដែលចង់មកលេងបាទក្រុងកពតចង់ញ៉ាំអីពេលល្ងាចណាអត់ស្គាល់ទីតាំងអត់ដឹងទីតាំងណាដែលមានម្ហូបឆ្ងាញ់បាទមានម្ហូបកំងគ្រប់មុខតម្លៃសមរម្យសេវាកម្មល្អហើយមានទេសភាពជាប់មាត់ព្រែកក៏ដូចជាជាប់ស្ពានហើយចិត្តនឹងបាតដៃទៀតបាទអញ្ចឹងចំណាយនាំទីតាំងមួយនេះគឺល្អមែនទែនទីតាំងនេះគ្នាយើងណាដែលចូលចិត្តរីឡែកណាអង្គុយមាត់ព្រែកមើលទេសភាពមើលថ្ងៃលិចមើលដងព្រែកអីហ្នឹងដឹងតែត្រូវហ្មងដោយសារទីតាំងនេះគឺមានទេសភាពស្អាតមែនទែនសម្រាប់បងប្អូនដែលមានកូនតូចបាទចង់ធ្វើគូកំណើតឲ្យកូនបាទចង់បានទីតាំងស្អាតបាទយ៉ាងកែល្អបងប្អូនអាចមើលទីតាំងកន្លែងលក់មួយកន្លែងនេះបានដោយសារតែទីតាំងនេះគឺស្អាតមែនទែនបាទកន្លែងរបស់គាត់ទើបតែបើកបានជាង2ខែទេប៉ុន្តែបើនិយាយពីភ្ញៀវវិញបងប្អូនហើយបាទសឹងតែរកកន្លែងអង្គុយអត់មានណាហើយបើនិយាយពី menu របស់គាត់វិញគឺលយមែនទែនបាទគឺមានគ្រប់មុខតែម្ដងបាទមិនថាបងប្អូនចង់កំងមាន់ដុតមាន់ឆាក្តៅបាទបង្កងបង្គាក្តាម oyster អីទេបាទគឺមានចម្រោះគ្រប់សពតែម្ដងហើយតាក់ទងទៅនឹងម្ហូបទោះបីទៅក្នុងហាងរបស់គាត់មិនមានក៏គាត់កំងទិញពីខាងក្រៅឲ្យបងប្អូនដែរបាទហើយអ្វីដែលពិសេសនោះគឺមុខម្ហូបរបស់គាត់ឆ្ងាញ់ហើយតម្លៃសមរម្យណាបាទហើយតាក់ទងទៅនឹងការតុបតែងរបស់គាត់មើលទៅគឺទាក់ទាញនឹងស្រស់ស្អាតមែនទែនបាទនៅពេលដែលឃើញម្ហូបក៏ចង់ញ៉ាំដែរដោយសារតែម្ហូបមើលទៅតំណណាបាទជាពិសេសគឺផ្លូវមាន់បំពងបាទបង្គាអប់មីសួយហ្នឹងបាទហើយមានក្រែងឈាមជ្រលក់ហើយទឹកម្រេចហ្នឹងអូជាតិហើយមានស៊ុបជីឈွန်ចេះទៀតអង្គុយជុំគ្នាជាមួយក្រុមការងារមិត្តភ័ក្តិអីទាំងតែអែមហ្មងកន្លែងរបស់គាត់ក៏ដូចជាទីតាំងរបស់គាត់នេះបងប្អូនដែលចូលចិត្តញ៉ាំបាទមិនថាញ៉ាំតិចឬក៏ញ៉ាំច្រើនទេចង់បាននៅមុខម្ហូបដែលមានរសជាតិឆ្ងាញ់តម្លៃសមរម្យសេវាកម្មល្អអាចមើលទីតាំងនេះបានគឺល្អមែនទែនបាទមិនថាទីតាំងក៏ដូចជាបរិយាកាសនិងសេវាកម្មតម្លៃអីទេគឺសមរម្យអាចទទួលយកបានបើនិយាយពីរសជាតិវិញបងប្អូនហើយបាទគឺឆ្ងាញ់គ្រប់មុខតែម្ដងសម្រាប់ខ្ញុំណាបើសិនជាបងប្អូនបាទចង់ដឹងថាឆ្ងាញ់ឬក៏មិនឆ្ងាញ់បងប្អូនអាចមកសាកបានទីតាំងរបស់គាត់គឺស្ថិតនៅខាងត្បូងស្ពានថ្មីបាទខាងជើងបាតដៃនៅមុខRiver Mart បងប្អូនជិះពីស្ពានថ្មីមកបងប្អូនមើលខាងស្នាមដៃគឺឃើញហើយបាទទីតាំងរបស់គាត់គឺនៅមុនគេតែម្ដងនៅលើឆ្នេរសាច់មាត់ព្រែកកពតសម្រាប់ទីតាំងរបស់គាត់មិនថាកន្លែងអង្គុយញ៉ាំអីក៏ដូចជាកន្លែងចតរថយន្តទេបាទគឺមានទីតាំងធំទូលាយមែនទែនបាទនៅពេលដែលបងប្អូនមកដល់កន្លែងគាត់គឺមានសន្តិសុខបាទមើលការខុសត្រូវតាក់ទងទៅនឹងយានយន្តយានជំនាញបងប្អូនណាគឺបងប្អូនដឹងតែអង្គុយញ៉ាំអីជុំគ្នាសប្បាយហ្មងដោយសារតែទីតាំងរបស់គាត់គឺបរិយាកាសក៏ដូចជាទេសភាពស្អាតណាពេលដែលយើងបានអង្គុយញ៉ាំអីជុំគ្នាបាទគ្នាច្រើនជុំគ្នាអញ្ចឹងណាបាទធ្លាប់តែអង្គុយញ៉ាំអីលក្ខណៈគ្រួសារបាទហូបបាយអីនៅផ្ទះបាទនៅតាមទីកន្លែងមួយដែលវាមិនសូវជាអ៊ូអដោយទីប្រជុំជននៅតាមបណ្ដោយមាត់ព្រែកអញ្ចឹងណាបាទហើយនៅពេលដែលយើងបានមកហូបជុំគ្នាបាទអង្គុយញ៉ាំអីជុំគ្នាមើលទេសភាពដូចជាមនុស្សអ៊ូអធ្វើឲ្យអារម្មណ៍របស់យើងគឺស្រស់ស្រាយនិងរំភើបនៅពេលដែលយើងបានយូរមកអង្គុយញ៉ាំអីម្ដងណាបាទគឺប្លែកថ្មីមែនទែនបាទសម្រាប់ទីតាំងញ៉ាំអីនៅមាត់ព្រែកកពតណាគឺយើងមិនមែនមកត្រឹមតែញ៉ាំអីទេគឺយើងមកដើម្បីយកបទពិសោធន៍ក៏ដូចជាមើលពីសង្គមក៏ដូចជាការរស់នៅបរិបទមួយនៅក្នុងទីក្រុងណាតើបងប្អូនយើងគាត់មកមានញឹកអីខ្លះតាក់ទងទៅនឹងការងារប្រចាំថ្ងៃរបស់ពួកគាត់ណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនដែលមិនទាន់បានញ៉ាំក៏ដូចជាមកញ៉ាំហើយបាទសូមជួយ comment នៅក្នុងវីដេអូផងចង់ដឹងថាម្ហូបតើមានរសជាតិបែបណាតម្លៃក៏ដូចជាសេវាកម្មអីណាបងប្អូនអាច comment នៅក្នុងវីដេអូបានបាទហើយសម្រាប់ឈ្មោះហាងរបស់គាត់គឺឈ្មោះស្រីឡងបាទគឺនៅទល់មុខ River Mart តែម្ដងបាទហើយវីដេអូនេះគឺសូមបងប្អូនជួយចែកម្លែកម្នាក់មួយផងបើសិនជាពេញចិត្តបាទអរគុណច្រើន